ជាអាស្រ័យតាមក្លៈទេសៈរបស់មនុស្សម្នាក់ៗតែយ៉ាងណាស្នេហាមិនមែនជាអ្វីគ្រប់យ៉ាងទេអ្នកណាថាបាត់បង់ស្នេហាគ្មានអចារ្យបន្លាមិនចាក់ចូលសាច់ខ្លួនឯងពិតជាមិនដឹងថាឈឺប៉ុណ្ណាទេប៉ុន្តែបើគេយកបន្លាមកចាក់យើងហើយហេតុអីយើងត្រូវចាក់ខ្លួនឯងបន្ថែមទៀតគ្រាន់តែបាត់បង់ស្នេហាគ្មានអ្វីអង្ចារនោះទេគឺគ្រាន់តែខ្លាយជាមនុស្សទំនេរជាថ្មីមានសេរីភាពជាងមុនរឿងអីល្ងងទៅកាត់ខ្លីម្នាក់នោះតាមានអ្វីអង្ចារទៅហេតុអីក៏ថាអត់អស់ចាឡើយថាអូខេកើតទុក